ងមានគល់4យ៉ាងឲ្យមនុស្សទូទៅនឹងដឹងមង្គលទី1គឺសេចក្តីអត់ធន់សេចក្តីអត់ធន់សេចក្តីអត់ធន់នេះមាន2ប្រការមួយគឺអត់ធន់ខាងផ្លូវកាយផ្លូវកាយគឺមនុស្សត្រូវធ្វើការដូចគ្នាទាំងអស់គ្នាទៅតាមវ័យរបស់ប៉ុនខ្លួនរៀងខ្លួនអ្នកណាក៏ត្រូវតែធ្វើការដែរឲ្យមានសេចក្តីអត់ធន់និងសេចក្តីលំបាកក្នុងការងារហ្នឹងដូចជាសិស្សានុសិស្សទាំងឡាយគ្រប់គ្នាមានការលំបាកក្នុងការរៀនសូត្រតស៊ូមិនស្រួលទេហ្នឹងជាការលំបាកបំផុតសម្រាប់ការតស៊ូដោយកម្លាំងកាយហ្នឹងពេលកម្លាំងចិត្តហ្នឹងក៏តស៊ូសេចក្តីលំបាកខាងផ្លូវចិត្តហ្នឹងក៏ជាទុក្ខមួយដែរលំបាកព្រោះយើងការរៀនសូត្រគឺត្រូវប្រឹងប្រែងពីការរៀនសូត្រនេះមិនមែនជាគ្រឿងដែលធ្វើឲ្យយើងសប្បាយតែលំបាកបំផុតត្រូវតស៊ូផ្លូវកាយផ្លូវចិត្តហ្នឹងមង្គលទី1ទី2គឺខ្លួនយើងជាមនុស្សដែលគេទូលមានប្រដៅបានដោយងាយគេប្រាប់អ្វីថាដែលយើងធ្វើខុសថាអំពើនេះអត់ល្អតែកុំឲ្យធ្វើទៀតហើយយើងស្ដាប់បានយើងឈប់ធ្វើនេះថាបុគ្គលដែលគេទូលមានបានដោយងាយខ្លួនយើងដែលទូលមានបានដោយងាយបើយើងមិនទទួលយកឱវាទការណែនាំរបស់អ្នកដទៃដែលគេទូលមានឈ្មោះថាខ្លួនយើងជាបុគ្គលដែលគេទូលមានបានដោយកម្រហ្នឹងពិបាកហើយអញ្ចឹងអត់មានការចម្រើនលូតលាស់ទេទី2នេះធ្វើម៉េចខ្លួនយើងជាអ្នកស្ដាប់ឱវាទតំបូនទូលមានគេដែលគេប្រាប់ពីសេចក្តីល្អយើងធ្វើតាមអាណាអាក្រក់យើងកុំធ្វើអាណាដែលល្អខំធ្វើនេះគេថាអ្នកដែលគេទូលមានបានដោយងាយហ្នឹងទី2កិរិយាដែលបានជួបនឹងសាមណៈគឺអ្នកបួសទាំងឡាយជាមង្គលតែពេលនេះអ្នកទាំងឡាយនឹងបានជួបនឹងអ្នកបួសពុទ្ធសាសនាសួរថាជួបនឹងអ្នកបួសតើមានប្រយោជន៍ថាអ្នកបួសនឹងលើកយកច្បាប់ដ៏ល្អដែលមានក្នុងពុទ្ធសាសនានោះមកបរិយាយសម្ដែងប្រាប់អ្នករាល់គ្នាទៅតាមពាក្យទូលមានព្រានបដៅរបស់ពុទ្ធបានទទួលការស្ដាប់ទូលមានពីសាមណៈផ្ដល់ឱវាទឲ្យនឹងប្រាប់ថានេះល្អនោះអាក្រក់បញ្យល់យើងទី3ធម្មសាកច្ឆាការសាកសួរគ្នាទៅវិញទៅមកទៅតាមការអ្វីដែលយើងមិនយល់គេមិនត្រូវទុកអារឿងមិនយល់ឲ្យនៅត្រូវតែសាកសួរជំរះចេញឲ្យយើងបានយល់ដឹងរឿងហេតុច្បាស់លាស់យើងយល់នេះជាមង្គលដ៏ប្រសើរសម្រាប់ជីវិតមនុស្សចាំណាទី1សេចក្តីអត់ធន់ទី2ខ្លួនយើងជាបុគ្គលជាមនុស្សដែលគេទូលមានណែនាំបានដោយងាយទី3បានជួបនឹងសាមណៈអ្នកបួសនឹងប្រាប់ឱវាទល្អដល់យើងទី4ការសាកសួរគ្នាទៅវិញទៅមកដោយលោកគ្រូគាត់បង្រៀនឲ្យយើងកាលណាយើងមិនយល់ត្រូវសួរឲ្យលោកបញ្យល់មិនទុកអាមិនយល់មិនដឹងនោះឲ្យនៅអញ្ចឹងទេវាអត់ចម្រើនទេអានឹងសូមឲ្យជ្រាបអញ្ចឹងហើយអ្នកទាំងអស់គ្នានៅក្នុងយុគវ័យក្នុងវ័យជាកុមាររាកុមារីគឺឬក៏ជាយុវជនយុវនារីកុមារាកុមារីអ្នកនៅតូចស្រីប្រុសយុវជនវនារីគឺអ្នកដែលពេញរូបហើយនឹងពេញកន្លោះពេញកុំមកយុវនារីយុវជនទាំងពីរប្រភេទនេះភាសាខ្មែរពាក្យដែលគេថាកូនមានច្រើនទី1គឺកូនបង្កើតរមអស់ម៉ែឪទី2គឺកូនចិញ្ចឹមទៅសំយកកូនអ្នកដែលដទីមកចិញ្ចឹមគេហៅកូនចិញ្ចឹមទី2កូនធ្វើអ្នកដទីប៉ុន្តែសែបគប់គ្នាទៅវាល្អវាស្រឡាញ់ក៏សុំគ្នាជាម៉ែធ្វើកូនធ្វើឪធ្វើហ្នឹងនេះពាក្យថាកូនហ្នឹងទី3គឺកូនសិស្ស
con sa với nó biết con này con sa chưa con đó bạn này nèถ้า con đó bạn lục cừu nè cừu biếtถ้า sa nàyถ้า con sa sang bạn nàyถ้า sách xa riêng sốt ជាកូនរបស់លោកគ្រូអ្នកគ្រូដែលទទួលការរៀនសូត្រពីលោកគ្រូអ្នកគ្រូពីនឹងទៅទៀតគេហៅកូនប្រសាកូនប្រសាគឺយើងទៅស្រឡាញ់កូនគេម៉ែឪគេរៀបចំឲ្យជាគូសកលមកគេហៅកូនប្រសាអានេះវាមានន័យកូនបង្កើតកូនចិញ្ចឹមកូនធ្វើកូនសិស្សកូនប្រសាអ្នកទាំងឡាយរាល់គ្នានឹងជាកូនសិស្សកូនរបស់លោកគ្រូអ្នកគ្រូទាំងអស់លោកគ្រូអ្នកគ្រូនេះជាមេត្តាបិតារបស់ផងយើងចា៎ក្នុងនេះតែយើងជាកូនសិស្សនេះគឺយើងត្រូវស្ដាប់ឱវាទទូលមានព្រានប្រដៅរបស់លោកគ្រូអ្នកគ្រូដែលបង្រៀនយើងពីមុខវិជ្ជាអ្វីមួយដែលក្នុងកម្មវិធីសាលាដែលគេឲ្យយើងរៀនហ្នឹងវិជ្ជាណាដែលរៀននៅក្នុងសាលាវិជ្ជានឹងជារបស់ពិតប្រកបជាក់ស្ដែងហើយអ្នកប្រាជ្ញគេសម្រិតគេសម្រាំងឲ្យបានត្រឹមត្រូវល្អឲ្យមិនប្រហែលមិនស្មានគ្រាន់តែឃើញឮយកមកបង្រៀនយើងទេអត់តែមានក្បួនច្បាប់គេត្រឹមត្រូវទាំងអស់អានឹងវិជ្ជានៅក្នុងសាលាហ្នឹងខ្ញុំសូមឲ្យជ្រាបចា៎ពួកយើងអរគ្នាត្រូវខំសិក្សាសូត្រព្រោះយើងយុវវ័យការងាររបស់យើងអត់មានធ្វើអីទេមានតែការសិក្សារៀនសូត្រហ្នឹងឯងលោកឪពុកអ្នកម្ដាយយើងគាត់រកទ្រព្យសម្បត្តិគ្រឿងឧបភោគបរិភោគគ្រឿងឧបភោគគឺគ្រឿងប្រើប្រាស់បរិភោគមកអាហារគាត់រកឲ្យគ្រប់គ្រាន់អស់ហើយយើងអត់មានត្រូវការលំបាកអីទេការលំបាករបស់យើងមានតែការរៀនសូត្រប៉ុណ្ណឹងឯងដើម្បីនឹងសន្សំនៅបញ្ញារបស់យើងឲ្យកើតបញ្ញារបស់យើងនេះកើតដោយការរៀនបើយើងមិនរៀនអត់មានបញ្ញាទេជាតិជាមនុស្សកើតមកមានបញ្ញាពូជបញ្ញាគ្រប់គ្នាបើសត្វដេរឆានគោក្របីអត់មានបញ្ញាទេអត់មានតែខ្វះអានេះវិញចាឥឡូវនិយាយពីសត្វដេរឆាននិងមនុស្សខុសគ្នាតែមួយឯងដេរឆានគោក្របីអីនៅមនុស្សខុសគ្នាតែមួយបីដូចគ្នាមនុស្សនិងដេរឆានជីវិតរបស់មនុស្សត្រូវរស់នៅនឹងដេរឆានរស់នៅដោយសារអាស្រ័យអាហារដូចគ្នាបរិភោគអាហារមនុស្សបរិភោគបាយសម្លទៅគោក្របីក៏បរិភោគស្មៅចំបើងនោះក៏ជាអាហាររបស់ដេរឆានដែរដូចគ្នាទី2មនុស្សនឹងដេរឆានចេះភ័យចេះខ្លាចចេះរន្ធត់តក់ស្លុតនឹងអ្វីដែលមកប៉ះពាល់រូបរាងកាយដែលគួរឲ្យភ័យហ្នឹងខ្លាចភ័យដូចគ្នាទាំងអស់យើងមើលសត្វដេរឆានដែលយើងស្រែកយកឲ្យទៅភ័យផ្អើលរត់អានឹងវាភ័យដោយតែមនុស្សយើងដែរដូចគ្នាទី3មនុស្សនិងសត្វដេរឆានមានគូសកលស្រីប្រុសញីឈ្មោលដូចគ្នាទាំងអស់3ដូចគ្នាមនុស្សយើងលើកដេរឆានមួយគឺបញ្ញាគេធម្មសញ្ញាធ្វើដែលយើងស្គាល់សញ្ញាដែលកើតមកទាំងអស់តែបញ្ញារបស់មនុស្សចម្រើនលូតលាស់បានដោយការរៀនសូត្របើយើងមិនបានរៀនសូត្របញ្ញារបស់យើងអត់រីកចម្រើនទៅបានទេយើងគិតមើលថាយើងជាកូនរបស់អ្នកទីក្រុងនៅទីក្រុងមានសាលារៀនមានផ្នែកវិជ្ជារៀនគ្រប់បែបយ៉ាងទាំងអស់មានតាំងពីភាសាបច្ចេកទេសអីមានទាំងអស់យ៉ាងវិញមនុស្សដែលកើតមកថ្ងៃខែឆ្នាំដូចគ្នាទាំងអស់តែមនុស្សមួយនៅក្នុងទីក្រុងមនុស្សមួយទៀតនៅក្នុងស្រុកស្រែចម្ការមនុស្សពីរនាក់ហ្នឹងខុសគ្នាយើងនៅទីក្រុងយើងមានបញ្ញាចេះដឹងជាងអ្នកស្រែអត់មានសាលារៀនមិនអីទេណែអត់ខ្វះបញ្ញាហើយប្រុសអត់បានរៀនវាគ្មានអីទៅពង្រីកបញ្ញានោះឲ្យបានទេហើយបញ្ញានេះ